ចាសសូមជម្រាបសួរពុកម៉ែបងប្អូនមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើសម្លចាប់ឆាយសាច់មាន់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ចែកជូនបងប្អូនទស្សនាទាំងអស់គ្នាថាតើមានគ្រឿងផ្សំអ្វីខ្លះសូមទស្សនាទាំងអស់គ្នាចាយើងមានឆៃថាវ1មើមធំការ៉ុត1មើមស្ពៃក្តោប1ចំហៀងនិងស្លឹកខ្ទឹមចំនួន3-4 ដើមផងដែរហើយចំណែកផ្នែកសាច់របស់យើងគឺសាច់មាន់នេះខ្ញុំដាក់1ចំហៀងណាហើយទម្ងន់ប្រហែលជា6-7 ខាំអីហ្នឹងមាន់ស្រែបងប្អូនហើយស្បែកជ្រូកវិញគឺកន្លះខាំស្លឹកត្រចៀកកណ្ដុរកន្លះខាំបង្គាយហឺចំនួន2000រៀលហើយមានទឹកសក់ចាវ1ផ្លែផងដែរនេះខ្ញុំដាក់ចំនួនសាច់ពៅប្រៃណាហើយផ្សិតក្រៀមកន្លះខាំចាប់ផ្សិតនេះឆ្ងាញ់ណាស់បងប្អូនពេលយើងស្លចាប់ឆាយដាក់ផ្សិតហ្នឹងឆ្ងាញ់ហើយយើងយកប្រហែលមុខហ្នឹងយកទៅត្រាំទឹកឲ្យរីកសិនណាជាដំបូងយើងស្ពៃក្តោបយើងពុះជា3-4ទៅបងប្អូនតាមស្ពៃក្តោបរបស់យើងធំតូចចឹងណាចំណែកការ៉ុតវិញយើងហាន់ជាកង់ប្រហែលជាមួយថ្នាំងដៃកន្លះទៅហើយកន្លែងដែលផ្នែកតូចយើងពុះជា2កន្លែងណាផ្នែកធំយើងពុះជា4ទៅបងប្អូនដើម្បីពេលយើងយកទៅស្លទៅវាឆាប់ផុយណាព្រោះអីការ៉ុតវាសាច់វារាងរឹងវាត្រូវការរងាស់យូរហើយឆៃថាវវិញយើងហាន់ជាជ្រុងច្បារមកបែបនេះណាបងប្អូនចំណែកផ្នែកសាច់មាន់យើងហាន់ជាដំល្មមទៅបងប្អូនហើយមាន់ស្រែរបស់យើងគឺមាន់ខ្ចីដែរទេបងប្អូនបើសិនជាមាន់ស្វិតគឺត្រូវការរងាស់យូរតែមាន់ខ្ចីអញ្ចឹងយើងអត់ត្រូវការរងាស់យូរពេកទេចាប់ពេលយើងកាប់ហើយយើងទុកក្នុងចានម្លាច់សិនឥឡូវយើងហាន់ទឹកសក់ចាវយើងហាន់ជាចំណិតប៉ុណ្ណឹងបងប្អូនបង្គាហឺនេះខ្ញុំហាន់អត់វែងបែបនេះណាស្បែកជ្រូកវិញយើងហាន់តូចល្មមទៅបងប្អូនព្រោះអីពេលយើងយកទៅស្ងោរវាត្រូវការរងាស់យូរហើយពេលយើងរងាស់ទៅវាឡើងរីកធំហើយណាមួយស្បែកជ្រូករាងស្វិតផងដែរយើងហាន់តូចល្មមទៅហើយផ្សិតខ្មៅយើងហាន់ជា3បងប្អូនពោះពេលយើងយកទៅស្ងោរទៅវារីកកាន់តែធំណាទឹកជាកណ្ដោក៏ដូចគ្នាដែរយើងពុះមកល្មមទៅបងប្អូនផ្នែកដែលធំយើងហាន់រាងតូចល្មមទៅខ្ទឹមសនេះខ្ញុំដាក់ចំនួន4កំពឹសហើយយើងនឹងត្រាំឲ្យម៉ត់មកហើយស្លឹកខ្ទឹមយើងហាន់ល្អិតៗបងប្អូនទៅពេលដែលសម្លយើងគឺឆ្អិនយើងបងរោយពីលើឲ្យឈ្ងុយចាឥឡូវយើងចាប់ដើមស្លតែម្ដងជាដំបូងយើងរំលីងខ្ទឹមសឲ្យឡើងឈ្ងុយបន្តិចសិនពេលដែលខ្ទឹមសយើងឡើងកន្លះបន្តិចហើយយើងដាក់សាច់ចូលតែម្ដងចាយើងរំលីងសាច់មាន់របស់យើងឲ្យឡើងឆ្អិនបន្តិចទៅបងប្អូនពេលដែលសាច់យើងឆ្អិនគឺអស់ឈាមហើយអញ្ចឹងយើងចាប់ដើមដាក់ប៊ីចេងកន្លះស្លាបព្រាបាយស្ករសកន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវបន្តិចទឹកត្រីបន្តិចហើយបារិចបន្តិចផងដែរហើយនេះខ្ញុំក៏បន្ថែមស្ករក្រហមកន្លះស្លាបព្រាទៀតណាបងប្អូនតបមកយើងរំលីងឲ្យឈ្ងុយសាច់បន្តិចទៅយើងដាក់បង្គាយហឺទឹកសក់ចាវចូលតែម្ដងតបមកយើងដាក់ត្រចៀកកតោផ្សិតខ្មៅហើយនឹងផ្សិតក្រៀមរបស់យើងហ្នឹងបងប្អូនហើយនឹងស្បែកជ្រូកហ្នឹងយើងដាក់កូររំលីងវាឲ្យឡើងឈ្ងុយសិនណាហើយយើងគ្របទុកប្រហែលជា2-3 នាទីទៅបងប្អូនដើម្បីឲ្យវា
រៀងឆ្អិនបន្តិចហើយកុំឲ្យវាកពុលទឹកត្រជាក់កណ្ដាលរបស់យើងណាបន្ទាប់មកវារៀងឈ្ងុយបន្តិចហើយវាបាត់ក្លិនកពុលហើយបងប្អូនអញ្ចឹងយើងដាក់បន្លែដូចជាឆៃថាវនិងការ៉ុតចូលតែម្ដងទៅហើយយើងរំលឹងវាពី3ត្រឡប់ទៅឲ្យវាមើលទៅរៀងឆ្អិនមកស្រពាប់ហើយយើងដាក់ស្ពៃក្តោបចូលហើយនេះខ្ញុំដាក់អំបិលកន្លះស្លាបព្រាបាយបងប្អូនហើយយើងកូរច្របល់វាម្សៅទៀតទៅឲ្យវាចូលសព្វជាមួយនឹងគ្រឿងចូលមួយសាច់បន្លែរបស់យើងណាហើយទឹកនេះខ្ញុំដាក់ទឹកក្តៅបងប្អូនបើបងប្អូនអត់មានទឹកក្តៅអាចដាក់ទឹកត្រជាក់ក៏បានដែរណាខ្ញុំដាក់ទឹកក្តៅទៅឲ្យសម្លរបស់យើងឆាប់ពុះហើយយើងដាក់បរិមាណល្មមទៅមើលតាមសាច់តាមបន្លែរបស់យើងណាបងប្អូនពេលដែលសម្លយើងឆ្អិនហើយគឺផុយល្មមហើយយើងភ្លក់មើលទៅស្ទើរអីថែមហ្នឹងទៅតាមចំណងចំណូលចិត្តបងប្អូនណាចាអរគុណបងប្អូនកុំភ្លេចជួយ like ជួយ share និង subscribe channel របស់នាងខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតពីរបៀបធ្វើម្ហូបខ្មែររបស់យើងចាបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានផងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូ